តែជែកពោស្ដាយព្រោះតែធ្លាប់មានបទពិសោធន៍ចូលសមរភូមិរាប់មិនអស់ប៉ុន្តែគណៈពេលដែលស្រុកទេកំពុងតែត្រូវបានគេឈ្លានពានបែរជាលោកចាស់ជរាមិនអាចធ្វើអ្វីបានតែលោកនៅតែមានមោទនភាពក៏ព្រោះតែលោកតាជែកគឺជាអតីតតារាកំប្លែងដែលធ្លាប់មានគេឈ្មោះល្បីល្បាញនៅក្នុងវិស័យសិល្បៈប៉ុន្តែបច្ចុប្បន្ននេះលោកបានឃ្លាតឆ្ងាយពីវិស័យសម្ដែងហើយកំពុងតែរស់នៅក្នុងជីវភាពមួយដ៏លំបាកក្រីក្រនិងជរាលោកតាជែកគឺមានឈ្មោះពិតថាឈុំប៊ុនឈឿនថ្មីនេះស្រាប់តែបង្ហោះសំណេរមួយធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងដោយទឹកចិត្តស្រឡាញ់និងចង់ការពារទឹកដីលោកបានសម្ដែងអារម្មណ៍សោកស្ដាយជាខ្លាំងខណៈពេលដែលបច្ចុប្បន្នស្រុកទេកំពុងតែឈរនៅក្នុងស្ថានភាពលំបាកដោយមានពួកមេកំណាចបរទេសឈ្លានពានតែលោកបែរជាមិនអាចជួយអ្វីបានតារាកំប្លែងជើងចាស់រូបនេះបានសម្ដែងនូវអារម្មណ៍សោកស្ដាយពីការមិនអាចធ្វើអ្វីបានសម្រាប់ប្រទេសជាតិវិញដែលលោកមានវ័យជរាខណៈលោកក៏បានរំលឹកថាកាលពីវ័យក្មេងលោកក៏ធ្លាប់មានបទពិសោធន៍ចូលរួមនៅក្នុងសមរភូមិរាប់មិនអស់ដែរហើយថែមទាំងទទួលបានមេដាយប្រាក់ការពារជាតិផងដែរទោះជាយ៉ាងណាលោកក៏នៅតែមានសំណាងល្អដែលមានកូនប្រុសម្នាក់កំពុងតែបន្តតំណែងបំពេញភារកិច្ចធ្វើជាកងទ័ពការពារជាតិនៅព្រំដែននៅក្នុងសំណេរទាំងស្រុងលោកតាជែកបានសរសេរថានឹកស្ដាយចាស់ហួសនៅពេលដែលប្រទេសមានគេឈ្លានពានតែស្ដាយនៅតែចិត្តទេខ្ញុំធ្លាប់ចូលសមរភូមិរាប់មិនអស់ដែរក៏បានទទួលមេដាយប្រាក់ការពារជាតិផងដែរលោកបានបន្តថាឥឡូវបានកូនប្រុសម្នាក់ជាអ្នកស្នងត្រកូលនៅជួរកងទ័ពសពថ្ងៃខ្ញុំបានផ្ដាំកូនថាការធ្វើសង្គ្រាមត្រូវមានចិត្តអត់ធ្មត់តាំងស្មារតីរឹងប៉ឹងភ្នែករំពៃទៅមុខមើលភូមិសាស្ត្រក្នុងពេលបន្លាស់ទៅទីតាំងនីមួយៗកុំច្រឡោតនាំខាតក្របអត់ប្រយោជន៍មួយតែច្បាស់ពេលនៅក្នុងសមរភូមិសូមជូនពរលោកមេបញ្ជាការគ្រប់កងពលនិងយុទ្ធជនសមរភូមិជួរមុខគ្រប់ទីតាំងឈរជើងសូមបានជោគជ័យគ្រប់ភារកិច្ចសូមបារមីគ្រប់ទីតាំងប្រាសាទជួយថែរក្សាការពារបានសុខនិងជោគជ័យការបង្ហោះរបស់លោកតាជែកបានធ្វើឡើងនៅព្រឹកថ្ងៃទី2ខែមិថុនាស្របពេលដែលស្រុកទេបច្ចុប្បន្នកំពុងតែមានសភាពចលាចលក្រោយពីការផ្ទុះអាវុធដាក់គ្នាមួយប្រែរវាងកងទ័ពថៃនិងកងទ័ពខ្មែរកាលពីព្រឹកថ្ងៃទី28ខែឧសភានៅភូមិដេជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារបណ្ដាលឲ្យកងទ័ពខ្មែរម្នាក់បានបាត់បង់ជីវិតគូបញ្ជាក់ថាបន្ទាប់ពីផ្ទុះអាវុធដាក់គ្នាមួយប្រាំនៅរសៀលថ្ងៃទី29ខែឧសភាឆ្នាំ2025មេបញ្ជាការកងទ័ពជើងគោកកម្ពុជាថៃក៏បានចាប់ផ្ដើមបើកការចរចានៅច្រកអន្តរជាតិអូស្មាច់ដើម្បីរកដំណោះស្រាយជុំវិញហេតុការណ៍ប៉ះទង្គិចគ្នាលើកនេះកងទ័ពជើងគោកកម្ពុជាបានចេញសេចក្តីថ្លែងការណ៍អំពីជំនួបចរចារវាងកម្ពុជាថៃថាលទ្ធផលដែលទទួលបានគឺវិជ្ជមានប៉ុន្តែនៅតែមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ